លោកជំទាវមិនម៉ាណវីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថាគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសបានកើតមានជារៀងរាល់ថ្ងៃដែលចាំបាច់យើងត្រូវបង្កើននូវការផ្សព្វផ្សាយនិងការអប់រំចំពោះអ្នកបើកបរទាំងឡាយឲ្យមានការប្រុងប្រយ័ត្នដើម្បីការកាត់បន្ថយការគ្រោះថ្នាក់ការលើកឡើងរបស់លោកជំទាវមិនម៉ាណវីយ៉ាងដូចនេះគឺនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀននៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូននារសៀលថ្ងៃទី6ខែតុលាឆ្នាំ2025លោកជំទាវបានបន្តថាទាក់ទិនទៅនឹងបញ្ហាចរាចរណ៍ផ្លូវគោកនេះការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀនក៏ជាកិច្ចការសំខាន់មួយផងដែរដូច្នេះហើយកាលពីពេលថ្មីកន្លងទៅនេះក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនដែលមានលោកជំទាវជាប្រធានត្រូវបានបង្កើតឡើងដែលក្រុមការងារនេះមានតួនាទីនិងភារកិច្ចវិភាគលើវិធានការដែលមានស្រាប់ពាក់ព័ន្ធនឹងតំបន់សុវត្ថិភាពនៅតាមសាលារៀននិងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជានិងកំណត់អំពីចំណុចខ្វះខាតនិងឱកាសសម្រាប់ធ្វើឲ្យប្រសើរឡើងសម្របសម្រួលការចែករំលែកចំណេះដឹងនិងការកសាងសមត្ថភាពក្នុងចំណោមសមាជិកសមាជិកាសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាលអង្គការមិនមែនរដ្ឋាភិបាលវិស័យឯកជននិងអង្គការអន្តរជាតិដើម្បីអនុវត្តនៅវិធីសាស្ត្រអរមួយចំពោះតំបន់សុវត្ថិភាពនៅតាមសាលារៀននិងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កុមារនៅក្នុងប្រទេសកម្ពុជាកសាងយុទ្ធសាស្ត្រផែនការសកម្មភាពនិងអនុសាសន៍សម្រាប់វិធានការប្រកបដោយប្រសិទ្ធភាពនិងទូលំទូលាយទាក់ទងនឹងតំបន់សុវត្ថិភាពនៅតាមសាលារៀននិងការលើកកម្ពស់សុវត្ថិភាពជាដើមដោយការបង្កើតក្រុមការងារបច្ចេកទេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតំបន់សាលារៀននេះមានគោលបំណងកំណត់ដៃគូសំខាន់ដែលគួរអញ្ជើញឲ្យចូលរួមក្នុងក្រុមការងារបន្ថែមទៀតដើម្បីចែករំលែកនិងសម្រាប់សម្រួលក្នុងចំណោមដៃគូពាក់ព័ន្ធតាមរយៈការពិនិត្យលើសកម្មភាពបច្ចុប្បន្ននិងផែនការសកម្មភាពនៃតំបន់សុវត្ថិភាពសាលារៀនកំណត់បញ្ហាប្រឈមរួមនិងពិភាក្សាអំពីការគាំទ្ររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងដៃគូអាចចូលរួមផ្ដល់ជូនយុទ្ធសាស្ត្រអាទិភាពនិងកំណត់ជំហានបន្ទាប់លោកជំទាវមិនម៉ាណវីនាពេលកន្លងទៅធ្លាប់បានលើកឡើងថាការធ្វើដំណើរទៅសាលារៀនប្រកបដោយភាពងាយស្រួលគឺជាចំណុចគោលដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបាននូវការអប់រំហើយថាក្នុងសង្គមនីមួយៗរួមទាំងនៅក្នុងប្រទេសកម្ពុជាផងយុវជននៅតែប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវជារៀងរាល់ថ្ងៃការបាត់បង់នៅយុវជនវ័យក្មេងឬសិស្សនិស្សិតម្នាក់មិនត្រឹមតែបង្កជាទុក្ខលំបាកក្នុងរង្វង់គ្រួសារសាច់ញាតិប៉ុណ្ណោះទេតែក៏បានបង្កជាបញ្ហាលំបាកនិងការបាត់បង់ដល់សង្គមជាតិទាំងមូលផងដែរ